ពេលវេលានៃឆ្នាំចាស់បានរសាត់ទៅបន្តិចម្ដងហើយឆ្នាំថ្មីក៏ខិតចូលមកដល់ដោយស្ងប់ស្ងាត់នេះជាពេលដែលយើងគ្រប់គ្នាតែងឆ្លុះបញ្ចាំងខ្លួនឯងដោយមើលត្រឡប់ទៅខាងក្រោយយើងតែងតែរំលឹកឡើងវិញនៅអ្វីដែលយើងបានធ្វើការឆ្លុះបញ្ចាំងនេះអាចមានអារម្មណ៍ពីរទី1គឺការសោកស្ដាយចំពោះកំហុសដែលយើងបានធ្វើនិងទី2គឺការមានអារម្មណ៍រីករាយដែលយើងដើរមកបានឆ្ងាយជាងមុននិងប្រសើរជាងមុនយ៉ាងណាក៏ដោយនេះជាពេលវេលាដ៏ល្អមួយដែលយើងត្រូវយកចិត្តទុកដាក់ដើម្បីច្រោះយកអ្វីដែលយើងបានរៀននិងអ្វីដែលយើងត្រូវបោះចោលដើម្បីត្រៀមខ្លួនសម្រាប់ឆ្នាំថ្មីនៅចុងបញ្ចប់នៃឆ្នាំជាពេលដែលយើងត្រូវផ្អាកដើម្បីរកចន្លោះឬដកឃ្លាដើម្បីមើលថាតើយើងដើរមកបានឆ្ងាយប៉ុណ្ណាមិនសំដៅតែលើសមិទ្ធផលនោះទេតែវាជាការស្វែងយល់ពីខ្លួនឯងយើងប្រហែលជាគិតច្រើនជាងគេគឺឱកាសដែលយើងមិនបានធ្វើឬគោលដៅដែលយើងមិនបានសម្រេចប៉ុន្តែគ្រប់យ៉ាងសុទ្ធតែមានអត្ថន័យគ្រប់យ៉ាងសុទ្ធតែអាចរៀនសូត្របាននៅពេលដែលយើងមើលត្រឡប់ទៅខាងក្រោយយើងនឹងឃើញថាតើអ្វីខ្លះដែលយើងត្រូវកែប្រែនិងអ្វីខ្លះដែលយើងត្រូវបោះចោលដើម្បីអាចបន្តដំណើរទៅមុខបានយើងមិនគួរស្ពាយកំហុសនឹងការសោកស្ដាយមកជាមួយនោះទេផ្ទុយទៅវិញយើងគួរតែជ្រើសយកចំណុចណាខ្លះដែលយើងចង់ធ្វើនិងចង់កែប្រែមកចាប់ផ្ដើមក្នុងពេលឥឡូវនេះការឆ្លុះបញ្ចាំងជាដំណើរនៃការមើលត្រឡប់ទៅខាងក្រោយដោយទទួលស្គាល់នូវការពិតនិងមិនមានការស្ដីបន្ទោសឬដាក់ទណ្ឌកម្មមកលើខ្លួនឯងប៉ុន្តែវាជាការវិតម្លៃរៀនសូត្រពីកំហុសនិងអភ័យទោសចំពោះខ្លួនឯងឆ្នាំចាស់អាចនឹងមានការខកចិត្តប៉ុន្តែវាក៏ផ្ដល់ឲ្យយើងនូវឱកាសមួយក្នុងការផ្លាស់ប្ដូរផងដែរយើងប្រហែលជាមិនទាន់បានសម្រេចគោលដៅរបស់យើងនៅឡើយទេប៉ុន្តែយ៉ាងហោចណាស់យើងក៏បានដើរនៅលើគោលដៅមួយបានឆ្ងាយជាងមុនដែរយើងប្រហែលជារស់នៅក្នុងទម្លាប់មិនល្អប៉ុន្តែយើងក៏នៅតែមានឱកាសក្នុងការជ្រើសយកជីវិតថ្មីនៅថ្ងៃនេះបានដែរវាមិនហួសពេលក្នុងការចាប់ផ្ដើមនោះទេការឆ្លុះបញ្ចាំងចំពោះអតីតកាលក៏ជាការត្រៀមខ្លួនសម្រាប់អនាគតផងដែរវាមិនមែនជាការរស់នៅក្នុងអនាគតនោះទេប៉ុន្តែវាជាការកំណត់ទិសដៅថាតើជំហានបន្ទាប់យើងត្រូវទៅណាទោះជាយ៉ាងណាក៏ដោយប្រសិនបើយើងមិនព្រមដោះលែងអតីតកាលចោលនោះទេយើងនឹងមិនអាចដើរទៅមុខបានទេពេលវេលាមិនដើរថយក្រោយនោះទេដូច្នេះជីវិតក៏គួរតែដើរឲ្យស្របទៅតាមពេលវេលាដូចគ្នាឆ្នាំថ្មីអាចនឹងមានបញ្ហាប្រឈមជាច្រើនទៀតប៉ុន្តែយ៉ាងហោចណាស់យើងបានរៀនសូត្រនូវមេរៀនជាច្រើនក្នុងអតីតកាលសរុបមកនៅពេលដែលយើងដើរឆ្លងស្ពានដ៏ស្ងប់ស្ងាត់រវាងឆ្នាំចាស់និងឆ្នាំថ្មីសូមរំសាយនៅការសោកស្ដាយបោះចោលនៅរឿងមិនល្អហើយជ្រើសយករឿងណាដែលយើងចង់ធ្វើនិងចង់ផ្លាស់ប្ដូរមកចាប់ផ្ដើមឲ្យបានល្អបំផុតនៅថ្ងៃនេះ